ចឹងជំនួយថតថាទី1ឧទាហរណ៍ថាលោកគ្រូបានធ្វើពីការស្លាយគ្រូបានធ្វើពីការប្រតិបត្តិស្តង់ដារបានជោគជ័យមានន័យថាគ្រូបានអនុវត្តតាមពីដើមឆ្នាំរហូតដល់ចុងឆ្នាំចឹងលោកគ្រូត្រូវស្គាល់ថាតើមានសកម្មភាពជំនួយអីខ្លះដែរលោកគ្រូធ្វើឲ្យស្លាយរបស់គ្រូបានអនុវត្តតែស្តង់ដារនឹងបានជោគជ័យចឹងខ្ញុំឧទាហរណ៍គឺដោយសារតែលោកគ្រូបានចូលមកសិក្សានៅក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់យើងចឹងធ្វើឲ្យលោកគ្រូមានសមត្ថភាពក្នុងការយល់ដឹងអំពីលំដាប់លំដោយនៃការជួបតែស្តង់ដារណាហើយសូមថាបាននេះជាគាត់ថាគឺការស្វែងរកតម្លៃដែលស្វែងរកតម្លៃហ្នឹងបានជាភាសាយល់ទៅដល់គ្រប់នៅក្នុងរបាយការណ៍របស់គ្រូចឹងណាទោះបីគ្រូបានធ្វើស្លាយនេះនឹងដើរនៅអត់មកប៉ុន្តែក៏លោកគ្រូក៏ជាចំណែកមួយដែលមកឲ្យស្លាយរបស់គ្រូបានអនុវត្តកិច្ចការងារហ្នឹងដែរគ្រូជួយចែកឲ្យគ្រូបានប៉ុន្តែក្នុងវិធានការមួយហ្នឹងគឺវាអាចមានការចូលរួមមានសហការពីគណៈគ្រប់គ្រងសាលាដែរតែសាលាខ្ញុំសាលាគោលដៅមិនដែរគ្រប់អនុដាក់មកចូលបណ្ដុះបណ្ដាលមកក្នុងវគ្គអាយុពីនៃកន្លែងជាជាប្រទេសតែចឹងអាចនឹងវាជួយបារម្ភឡើងដល់ទៅហើយយើងនិយាយទៅការដៃវិញបាទសរសេរពីអ្វីដែលលោកគ្រូបានធ្វើបានចូលរួមចំណែកមិនមែនសរសេរទៅលើស្លាយជំនួយទេចឹងណាបាទអានេះករណីលោកគ្រូមិនមែនជាគណៈគ្រប់គ្រងទេបាទសូមលោកគ្រូក៏បារម្ភពីរឿងសរសេររបាយការណ៍នេះពេលដែលលោកគ្រូសរសេរគឺមានគ្រូដឹកនាំចឹងគ្រូដឹកនាំហ្នឹងហើយជាអ្នកនាំលោកគ្រូបង្ហាញចូលលោកគ្រូសរសេរចឹងក្នុងករណីលោកគ្រូចឹងលោកគ្រូថាលោកគ្រូជាភាពចែកទេលោកគ្រូសរសេរមិនចឹងក៏ជួយដឹកនាំក៏នឹងបានហាយចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចុះលោកគ្រូរៀនជាសម្រួលអីចាំពីក្រោយចុះដោយសារអយខាងមកគឺពីខាងទៀតសូមអរគុណច្រើនលោកគ្រូសម្រាប់ការចូលស្ដាប់មិនដែលនឹងថាស្ដាប់បានឬក៏ការបញ្ចប់ការសិក្សាគឺជាការពេលនៅក្នុងជីវិតរបស់សាលារៀនរបស់គ្រូក៏បានចឹងសូមជម្រាបលាលោកគ្រូរបស់គ្នាជួបពលលោកគ្រូសុខភាពល្អសូមសម្បត្តិជប់ពេលគ្រប់វេលាបាទច្រើនបាទThank you.